នេះគឺជាសកម្មភាពខ្លះៗក្នុងថ្ងៃដែលខ្ញុំសម្រាលកូនឥឡូវនេះខ្ញុំខ្លាចជាម្ដាយរបស់អារិយាហើយពុកម៉ែបងប្អូនបងប្អូនទាំងអស់គ្នាហើយក៏បានស្គាល់រសជាតិជាម្ដាយរបស់គេនៅក្នុងថ្ងៃសម្រាលដូចគ្នាហើយការដែលខ្ញុំមកសម្រាលនេះគឺមិនមែនសម្រាលធម្មជាតិទេគឺខ្ញុំសម្រាលដោយវះកាត់ដំបូងឡើយខ្ញុំមានកម្រងចង់សម្រាលធម្មជាតិមែនតែដល់ពេលដល់ថ្ងៃជាក់ស្ដែងគឺខ្ញុំមានតែវះកាត់ដោយសារតែខ្ញុំអត់ចុកពោះអត់បានស្គាល់ការឆ្លងទន្លេបែបធម្មជាតិប៉ុន្តែបានស្គាល់រសជាតិឆ្លងទន្លេដោយវះកាត់អូយពិបាកខ្លាំងមែនតែតាមពិតទៅខ្ញុំបានសម្រាលតាំងថ្ងៃទី3ខែកញ្ញាឆ្នាំ2025ប៉ុន្តែខ្ញុំត្រូវតែបានផុសវីដេអូនៅក្នុងថ្ងៃនេះខ្ញុំជឿជាក់ថាមនុស្សស្រីគ្រប់រូបក្នុងថ្ងៃសម្រាលមនុស្សដែលគាត់ចង់ឃើញនៅក្បែរគាត់មុនគេហើយគាត់ដំបូងគេហ្នឹងគឺប្តីរបស់គាត់នឹងហើយខ្ញុំពិតជាសំណាងមែនតើនៅសារអីប្តីរបស់ខ្ញុំគាត់នៅជួយមើលថែខ្ញុំរហូតហើយបន្ទាប់ពីប្តីមកគឺមានពុកម៉ែម៉ាក់ប៉ាក៏ដូចជាបងប្អូនចាយអីចឹងទៅគាត់មកជួយមើលអំឡុងពេលសម្រាលហ្នឹងមិនថាវះកាត់ឬធម្មជាតិទេគឺម្ដាយតែងតែឈឺចាប់តែងតែពិបាកភ័យផងអផងខ្លាចខ្លួនឯងធ្វើមិនបានល្អអញ្ចឹងណាប៉ុន្តែយើងជាប្រពន្ធហត់នៅក្នុងថ្ងៃសម្រាលហ្នឹងតម្រាំបានអូនតូចមួយប្តីរបស់យើងក៏ហត់ដូចគ្នាដូចខ្ញុំសម្រាលជាក់ស្ដែងអញ្ចឹងខ្ញុំក៏អាណិតប្តីរបស់ខ្ញុំដូចគ្នាឃើញគាត់ហត់មែនតែនរត់ចោលរត់ឡើងដើម្បីប្រពន្ធកូនគឺយើងមានអារម្មណ៍ថាឃើញហើយយើងសប្បាយចិត្តផងអាណិតប្តីផងសម្រាប់ខ្ញុំការយកកូនគឺអត់មែនជារឿងងាយស្រួលទេគឺពិបាកខ្លាំងមែនតែនព្រោះតាំងពីចាប់ផ្ដើមមកនៅក្នុងពោះរហូតដល់ថ្ងៃសម្រាលគឺម៉ាក់ប៉ាប៉ាពិបាករហូតត្រូវប្រយ័ត្នប្រយែងទៅមើលថែរហូតដល់សម្រាលចេញមកហើយការចេញមកហើយចាំមើលថែបីបាច់រហូតដល់ធំទៀតគឺហត់នឿយមែនតែនហើយដូចជាក់ស្ដែងឥឡូវនេះសម័យថ្មីទៀតគឺតែងតែចង់ឲ្យកូនល្អជាងសម័យមុនអញ្ចឹងហើយគឺកាន់តែពិបាកខ្លាំងឡើងទៅមូលហេតុដែលខ្ញុំថាម៉ាក់សម័យថ្មីពិបាកជាងសម័យមុនដោយសារតែឥឡូវនោះតម្រូវការលុយច្រើនដើម្បីទិញសម្ភារៈអូនត្រូវការត្រៀមលុយច្រើនសម្រាប់មើលថែជំងឺអូនធំឡើងមិនទាន់ទេរៀនសាលាទំនើបល្អម៉ាក់សម័យថ្មីប្រកាសជាយល់ហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់មានគ្រួសារឬក៏អត់ទាន់មានកូនណាមុនសម្រាប់ចិត្តយកកូនគិតឲ្យច្បាស់សិនផងដូចជាក់ស្ដែងខ្ញុំអញ្ចឹងកាលនៅលីវនិយាយពីសេរីភាពអូសេរីភាពរហូតដល់មានប្តីក៏នៅតែមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពដែរតាណាពីអ្នកប្តីធ្វើការរកលុយពីអ្នកប្តីស្រួលអញ្ចឹងណាដល់ពេលមាន baby មកពិបាកតាំងចាប់ផ្ដើមមាននៅក្នុងពោះដំបូងម៉ែគឺម្ដាយលះបង់ច្រើនខ្លាំងមែនតែចំពោះខ្ញុំសម្រេចចិត្តយកអូននេះគឺត្រឹមត្រូវរបស់ខ្ញុំហើយដោយសារតែមុនខ្ញុំយកអូនគឺរយៈពេលចូល2ឆ្នាំជិត3ឆ្នាំដែរបាទខ្ញុំសម្រេចចិត្តយកអូនហើយខ្ញុំមើលស្ថានភាពប្តីប្រពន្ធខ្ញុំជាក់ស្ដែងដែរថាខ្វះខាតមិនអីមិនអញ្ចឹងណាហើយខ្ញុំក៏សប្បាយចិត្តខ្លាំងដែរដែលប្តីរបស់ខ្ញុំក៏បានសហការជាមួយខ្ញុំឬជាចុះសម្រុងគ្នាជាមួយខ្ញុំអញ្ចឹងទៅព្រោះការយកកូនមិនចេះតែយកមិនចេះតែបង្កើតឲ្យតែរួចទេគឺត្រូវគិតមែនតែនត្រូវស្រឡាញ់មើលថែកូនខ្លាំងមែនតែនអំឡុងពេលសម្រាលហើយហ្នឹងខ្ញុំពិតជាចង់ឲ្យកូនខ្ញុំបៅដោះរបស់ខ្ញុំខ្លាំងមែនតែនដោយសារចង់ឲ្យកូនមុំដោះដំបងរបស់ម្ដាយអញ្ចឹងប៉ុន្តែជាក់ស្ដែងមានណាគឺអត់ចេញទៅដោះទេថ្ងៃហ្នឹងរហូតដល់ថ្ងៃស្អែកបន្ទាប់ទៀតជាយាមឲ្យកូនមុំទៀតនៅតែអត់ចេញទៀតមានតែឈឺដោះម្ដាយថែមតែចេះសំណាងវិញនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំបានត្រៀមទៅដោះគោ Nutrigold ទៅនៅពេលដែលខ្ញុំអត់ចេញទឹកដោះអញ្ចឹងទៅគឺខ្ញុំឲ្យអូនមុំទៅដោះគោ Nutrigold ជំនួសទឹកដោះខ្ញុំតាមពិតទៅខ្ញុំបានត្រៀមរួចជាស្រេចដែរហើយដោយសារអីខ្ញុំគិតថាដំបូងឡើយគឺមិនអាចចេញទឹកដោះភ្លាមតាមតម្រូវការទេអញ្ចឹងគឺមានតែត្រៀមទឹកដោះគោដែលខ្ញុំពេញចិត្តខ្ញុំគិតថាល្អស័ក្តិសមជាមួយនឹងកូនរបស់ខ្ញុំគឺខ្ញុំត្រៀមមកដើម្បីឲ្យអូនមុំម្សៅទឹកដោះគោ Nutrigold ពិតជាស័ក្តិសមក៏ដូចជាល្អខ្លាំងមែនតើសម្រាប់ម៉ាក់សម័យថ្មីដូចជាខ្ញុំអញ្ចឹងហើយម្សៅទឹកដោះគោ Nutrigold មានលក់នៅគ្រប់កន្លែងតែម្ដងគឺអត់មានភ័យខ្លាចថារកទិញអត់បានទេម្សៅទឹកដោះគោ Nutrigold ហ្នឹងគឺជាផលិតផលរបស់ប្រទេសហូឡង់ម្សៅទឹកដោះគោ Nutrigold មានបញ្ជាក់វិញ្ញាបនបត្រគុណភាពនិងសុវត្ថិភាពហើយមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើបើសិនជាពុកម៉ែបងប្អូនទាំងគ្នាចង់ដឹងបន្ថែមទៀតអាចចូល search នៅក្នុង Facebook page របស់ម្សៅទឹកដោះគោ Nutrigold បានម៉ាក់ចង់ឲ្យអូនមានឆ្អឹងរឹងមាំសុខភាពល្អខួរក្បាលឆ្លាតវាងវៃកុំភ្លេចប្រើជាមួយនឹងម្សៅទឹកដោះគោ Nutrigold ទាំងអស់គ្នា